នេះគឺជាវីរៈបុរសនៅក្នុងជីវិតពិតដែលបានជួយសង្គ្រោះនារីវ័យ18ឆ្នាំម្នាក់ពីការប៉ុនប៉ងរំលោភពីក្រុមចៅដែលមានគ្នាប្រហែល40នាក់គាត់មានឈ្មោះថា Bisnu Prasad Shrestha នេះមិនមែនជារឿងប្រឌិតទេវាគឺជារឿងពិតដែលបានកើតឡើងនៅលើរថភ្លើងមួយនៅក្នុងប្រទេសឥណ្ឌាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Basai Media ថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្ដាប់រឿងរ៉ាវវីរភាពដ៏អស្ចារ្យរបស់លោក Bisnu Prasad Shrestha ដែលជាអតីតទាហានហ្គូខាដ៏ល្បីល្បាញដែលបានប្រថុយជីវិតរបស់ខ្លួនដើម្បីជួយសង្គ្រោះមនុស្សរាប់រយនាក់ជាពិសេសគឺនារីវ័យ18ឆ្នាំម្នាក់ពីកណ្ដាប់ដៃក្រុមចៅដ៏ឃោរឃៅមុននឹងចូលដល់សាច់រឿងសូមកុំភ្លេចចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍ដើម្បីយល់ពីសេចក្តីក្លាហាននេះយើងត្រូវមកស្គាល់សិនថាតើទាហានហ្គូខាជាអ្នកណាហ្គូខាគឺជាកងកម្លាំងទាហានដែលមានដើមកំណើតពីប្រទេសនេប៉ាល់ពួកគេត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថាជាអ្នកចម្បាំងដ៏អង់អាចក្លាហានបំផុតស្មោះត្រង់បំផុតនិងមិនចេះញញើតនឹងសេចក្តីស្លាប់ឡើយអាវុធប្រចាំខ្លួនរបស់ពួកគេដែលមិនអាចខ្វះបានគឺកាំបិតកោងដែលគេហៅថា Kukri លោក Bisnu Prasad Shrestha គឺជាទាហានហ្គូខាវ័យ35ឆ្នាំម្នាក់ដែលបម្រើការនៅក្នុងកងទ័ពឥណ្ឌាហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី2ខែកញ្ញាឆ្នាំ2010ពេលនោះលោក Bisnu កំពុងតែធ្វើដំណើរតាមរថភ្លើង Moya Express ពីទីក្រុង Ranchi ឆ្ពោះទៅកាន់ទីក្រុង Gorakhpur ដើម្បីត្រឡប់ទៅជួបជុំគ្រួសារនៅឯស្រុកកំណើតគាត់កំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើកៅអីរបស់គាត់ដោយមិនដឹងសោះថានៅយប់នោះនឹងក្លាយជាយប់ដ៏រន្ធត់បំផុតនៅប្រហែលពាក់កណ្ដាលត្រៀតរថភ្លើងបានឈប់នៅក្នុងតំបន់ព្រៃដាច់ស្រយាលមួយនៅក្បែរតំបន់ Chitan Ranchan ក្នុងរដ្ឋ West Bengal ស្រាប់តែមានក្រុមចៅប្លន់ប្រដាប់អាវុធចំនួនប្រហែល40នាក់បានសម្រុកចូលមកក្នុងទូរថភ្លើងពួកគេមានកាន់ទាំងកាំភ្លើងដាវនិងកាំបិតហើយចាប់ផ្ដើមស្រែកគំរាមកំហែងនិងវាយដំអ្នកដំណើរដើម្បីប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការលុយកាក់ទូរស័ព្ទនិងកុំព្យូទ័រអ្នកដំណើររាប់រយនាក់បានត្រឹមតែស្រែកយំនិងសុំអង្វរទាំងភ័យខ្លាចលោក Bisnu បានភ្ញាក់ពីដំណេកដោយសារសំឡេងច្របូកច្របល់នេះក្នុងនាមជាមនុស្សដែលមានការហ្វឹកហាត់ខ្ពស់គាត់នៅស្ងៀមមិនរវីរវល់និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ទ្រព្យសម្បត្តិរបស់គាត់ឲ្យទៅចៅព្រោះគិតថាទ្រព្យសម្បត្តិក្រៅខ្លួនមិនសំខាន់ជាងអាយុជីវិតនោះទេហើយម្យ៉ាងទៀតក្រុមចៅមានគ្នាដល់ទៅ40នាក់ឯណោះព្រមទាំងមានអាវុធពេញដៃផងដែរប៉ុន្តែស្ថានភាពបានប្រែប្រួលទាំងស្រុងក្នុងរយៈពេលតែប៉ុន្មាននាទីបន្ទាប់ប៉ុណ្ណោះបន្ទាប់ពីក្រុមចៅបានប្លន់អ្នកដំណើររួចពួកវាបានដើរមកដល់កៅអីក្បែរលោក Bisnu ដែលមាននារីវ័យក្មេងអាយុប្រហែល18ឆ្នាំម្នាក់កំពុងអង្គុយជាមួយនឹងឪពុកម្ដាយរបស់នាងក្រុមចៅមិនត្រឹមតែប្លន់យកទ្រព្យសម្បត្តិគ្រួសាររបស់នាងទេពួកវាថែមទាំងមានបំណងអាក្រក់ចាប់ទាញក្មេងស្រីនោះដើម្បីប៉ុនប៉ងរំលោភនៅចំពោះមុខឪពុកម្ដាយរបស់នាងនិងអ្នកដំណើរផ្សេងៗទៀតផងក្មេងស្រីនោះបានស្រែកយំយ៉ាងខ្លាំងនិងអង្វរពួកចៅព្រមទាំងបាននិយាយទៅកាន់លោក Bisnu ថាលោកពូសូមជួយខ្ញុំផងសូមជួយសង្គ្រោះក្មួយផងពីសម្ដីនេះបានចាក់ដោតដល់បេះដូងរបស់លោក Bisnu Prasad Shrestha ជាខ្លាំងគាត់មានពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះដើម្បីសម្រេចចិត្តទី1គឺសង្ងំនៅស្ងៀមដើម្បីរស់ទី2គឺដើរទៅរកផ្លូវនៃសេចក្តីស្លាប់ព្រោះក្រុមចៅមានគ្នាដល់ទៅ40នាក់ឯណោះប៉ុន្តែក្នុងនាមជាទាហានហ្គូខាគាត់មិនអាចអង្គុយមើលសកម្មភាពដ៏ថោកទាបនេះនៅចំពោះមុខបានទេឈាមនិងស្មារតីជាអ្នកប្រយុទ្ធបានពុះកញ្ជ្រោលឡើងភ្លាមៗរំពេចនោះលោក Bisnu បានដកកាំបិតខ្លី Kukri ដ៏មុតស្រួយរបស់គាត់ចេញពីស្រោមហើយស្ទុះចូលទៅកាប់ប្រយុទ្ធជាមួយនឹងក្រុមចៅទាំងនោះតែម្នាក់ឯងដោយមិនខ្វល់ពីសេចក្តីស្លាប់ការប្រយុទ្ធដ៏សាហាវនៅលើទូរថភ្លើងចង្អៀតបានចាប់ផ្ដើមលោក Bisnu បានប្រើប្រាស់ជំនាញប្រយុទ្ធនិងភាពរហ័សរហួនរបស់គាត់កាប់ផ្ដួលចៅម្ដងម្នាក់ជាលទ្ធផលគាត់បានសម្លាប់ចៅ3នាក់នៅនឹងកន្លែងនិងធ្វើឲ្យចៅ8នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរឃើញគូកនរបស់ខ្លួនដេកដួលក្នុងទ្រុកឈាមដោយស្នាដៃបុរសតែម្នាក់នេះចៅដែលនៅសេសសល់ប្រមាណ30នាក់ទៀតក៏បានភ័យតក់ស្លុតរត់បាត់ជាងសពព្រាតលុតចុះពីរថភ្លើងគេចខ្លួនបាត់ទៅអស់ដោយបន្សល់ទុកនៅទ្រព្យសម្បត្តិដែលពួកវាប្លន់បានទាំងអស់ទោះបីជាអាចវាយបំបីក្រុមចៅទាំង40នាក់នោះបានក្តីក៏លោក Bisnu បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅដៃឆ្វេងរបស់គាត់ផងដែរដោយសារតែមុតនិងកាំបិតរបស់ពួកវាតែទោះជាយ៉ាងណាដៃរបស់គាត់បានជាសះស្បើយឡើងវិញបន្ទាប់ពីការព្យាបាលអស់រយៈពេល2ខែអ្វីដែលកាន់តែគួរឲ្យគោរពនោះគឺទ្រព្យសម្បត្តិដែលពួកចៅប្លន់បានទាំងនោះរួមមានទូរស័ព្ទជាង200គ្រឿងកុំព្យូទ័រយួរដៃប្រមាណ40គ្រឿងគ្រឿងអលង្ការនិងលុយសុទ្ធជិត$10000ត្រូវបានប្រគល់ឲ្យទៅម្ចាស់ដើមវិញទាំងអស់បន្ទាប់ពីហេតុការណ៍នោះមកគ្រួសាររបស់ក្មេងស្រីវ័យ18ឆ្នាំនោះបានយកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់មកជូនលោក Bisnu ដើម្បីជាការដឹងគុណ
ប៉ុន្តែលោកបានបដិសេធមិនទទួលយកប្រាក់ទាំងនោះទេដោយលោកបាននិយាយប្រយោគមួយឃ្លាដែលធ្វើឲ្យពិភពលោកកោតសរសើរយ៉ាងខ្លាំងលោកបាននិយាយថាការប្រយុទ្ធជាមួយសត្រូវក្នុងសមរភូមិគឺជាទូនាទីរបស់ខ្ញុំក្នុងនាមជាទាហានប៉ុន្តែការប្រយុទ្ធជាមួយនឹងចៅនៅលើរថភ្លើងដើម្បីជួយអ្នកដទៃគឺជាទូនាទីរបស់ខ្ញុំក្នុងនាមជាមនុស្សជាតិម្នាក់ដោយសារតែវីរភាពដ៏អង់អាចនេះរដ្ឋាភិបាលឥណ្ឌាបានបំពាក់មេដាយកិត្តិយសនិងភាពក្លាហានខ្ពស់បំផុតចំនួន2ដល់លោកប៊ីស្នុប្រាសាទស្រេស្ថាបានបង្ហាញឲ្យយើងដឹងថាភាពក្លាហានមិនមែនស្ថិតលើចំនួនមនុស្សឬអាវុធនោះទេប៉ុន្តែវាស្ថិតនៅលើទំហំនៃបេះដូងនិងឆន្ទៈក្នុងការការពារយុត្តិធម៌តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះវីរភាពរបស់លោកប៊ីស្នុសូមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះសូមអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ប្រសិនបើលោកអ្នកចូលចិត្តរឿងរ៉ាវពិតដ៏អស្ចារ្យបែបនេះសូមកុំភ្លេចចុច Like Share និង Subscribe ផងណាជួបគ្នានៅវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលា